ម៉ូតូរបស់ជនជាតិវៀតណាមនាំចូលកម្ពុជាតាមច្រករបៀងប៉ុស្តិ៍ឡាប៉ាខេផ្ទុយអនុក្រឹត្យ64ខណៈមានអ្នកកាងផ្ដាច់មុខយោងតាមប្រភពផ្សាយរបស់អង្គភាពព័ត៌មានរាល់ថ្ងៃបានចេញផ្សាយនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ដែលមានចំណងជើងថាម៉ូតូកាច់សោរបស់ជនជាតិវៀតណាមនាំចូលកម្ពុជាតាមច្រករបៀងប៉ុស្តិ៍ឡាប៉ាខេផ្ទុយអនុក្រឹត្យ64ខណៈមានអ្នកកាងផ្ដាច់មុខដោយមានសេចក្តីរាយការណ៍ថាការពង្រឹងការគ្រប់គ្រងតាមបណ្ដាច្រកព្រំដែននិងការកើនឡើងនៃបទល្មើសលួចយកម៉ូតូឆ្លងដែនដោយយោងតាមអនុក្រឹត្យលេខ64អនុក្រកបចុះថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2001របស់រាជរដ្ឋាភិបាលកម្ពុជារួមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានបញ្ជាឲ្យប្រធានគណៈបញ្ជាការឯកភាពនិងអភិបាលខេត្តជាប់ព្រំដែនពង្រឹងការគ្រប់គ្រងចេញចូលឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាងក្នុងនោះការណែនាំសំខាន់ៗរួមមាន 1. ត្រូវបិទដែនសមត្ថកិច្ចក្នុងករណីចាំបាច់និងសិក្សាវិតម្លៃសក្តានុពលសេដ្ឋកិច្ចសង្គមមុនពេលលើកសំណើបង្កើតច្រកទ្វារផ្លូវការ 2. ត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យអ្នកដំណើរទំនិញនិងយានយន្តឆ្លងដែនដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ 3. ត្រូវបញ្ឈប់ភ្លាមៗការចេញឯកសារឆ្លងដែនមិនប្រក្រតីនិងការយកកម្រៃក្រៅច្បាប់ពីពលករនិងប្រជាពលរដ្ឋតាមបណ្ដាច្រកទ្វារព្រំដែនប៉ុន្តែបើតាមការចុះពិនិត្យនិងព័ត៌មានដែលប្រជាពលរដ្ឋនិងប្រភពក្នុងតំបន់បានផ្ដល់ឲ្យនៅតាមបណ្ដាព្រំដែនប៉ុស្តិ៍ឡាប៉ាខេនៅតែមានក្រុមជនជាតិវៀតណាមខ្លះលួចយកយានយន្តជាពិសេសម៉ូតូពីប្រទេសខ្លួនឆ្លងកាត់ព្រំដែនចូលមកកម្ពុជាតាមច្រករបៀងប្រមាថច្បាប់ដោយពិសេសតាមច្រកឡាប៉ាខេបានយ៉ាងរលូនមកលក់ឲ្យឈ្មួញនៅខ្មែរអ្វីដែលជាកង្វល់គឺមានការអះអាងពីប្រជាពលរដ្ឋថាមានមនុស្សខ្លះនៅក្នុងភូមិឆ្វែងចំណុចគីឡូម៉ែត្រចាស់135ដែលទទួលទិញនិងប្រមូលម៉ូតូដែលបានលួចពីវៀតណាមមកទុកជាប្រចាំដោយគ្មានអ្នកណាហ៊ានចូលទៅបង្ក្រាបឬចាត់វិធានការតាមផ្លូវច្បាប់នោះទេប្រភពជាច្រើនបានបញ្ជាក់ថាទីតាំងមួយដែលជាមូលដ្ឋានទិញរបស់ចៅនេះគឺស្ថិតនៅក្នុងភូមិឆ្វែងឃុំស្រែខ្ទុំស្រុកកៅសីមាខេត្តមណ្ឌលគិរីដែលមានការសហការជាមួយមេឈ្មួញមួយចំនួនក្នុងតំបន់ហើយតាមប្រភពថាមានការបង់លុយបង់កាក់ឲ្យមេច្រកជារៀងរាល់ខែបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខជាតិនោះទេប៉ុន្តែថែមទាំងមានគ្រោះថ្នាក់ដល់ភាពជឿជាក់របស់ប្រជាពលរដ្ឋចំពោះការអនុវត្តច្បាប់ជាតិនិងការសហការជាមួយប្រទេសជិតខាងហើយផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្យ64នៃអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋសូមអំពាវនាវឲ្យសមត្ថកិច្ចប៉ូលីសព្រំដែននិងទាហានការពារព្រំដែនអនុវត្តឲ្យបានត្រឹមត្រូវតាមអនុក្រឹត្យលេខ64និងលិខិតណែនាំរបស់ក្រសួងមហាផ្ទៃម្យ៉ាងវិញទៀតត្រូវចាត់វិធានការច្បាស់លាស់ដើម្បីពិនិត្យនិងបង្ក្រាបក្រុមមេឈ្មួញឬបណ្ដាញទិញលក់យានយន្តខុសច្បាប់ដែលជាកម្លាំងគាំទ្រវិធីលួចយកពីប្រទេសជិតខាងម្យ៉ាងត្រូវទទួលខុសត្រូវយ៉ាងតឹងរ៉ឹងលើមន្ត្រីណាដែលប្រព្រឹត្តអំពើទទួលលុយក្រៅប្រព័ន្ធឬលួចបាក់ដៃឲ្យបទល្មើសឆ្លងដែនអង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយដែលមានប្រភពច្បាស់លាស់និងរីករាយទទួលស្វាគមន៍រកការបកស្រាយបំភ្លឺពីក្រុមមជ្ឈដ្ឋានដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ